ស្ងាត់ច្រើនឆ្នាំយូរគង់វង្សយ៉ាទីបង្ហាញមុខជួបជុំមិត្តក្នុងសិល្បៈម្ដងជាសម្រស់ស្អាតខ្លាំងនិយាយដល់ពិធីការនីនិងជាតារាសម្ដែងស្រីកញ្ញាគង់វង្សយ៉ាទីមហាជនភាគច្រើនបានជ្រាបហើយថានាងធ្លាប់ជាតារាស្រីឆក់បានប្រជាប្រិយភាពខ្លាំងតាមរយៈស្នាដៃសម្ដែងដែលមានទេពកោសល្យប៉ិនប្រសប់ក្នុងការសម្ដែងដើរតួជាតួអង្គការឆ្នះឈ្នានីសផ្សេងយ៉ាងណាមិញប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាតារាសម្ដែងស្រីរូបនេះហាក់ស្ងប់ស្ងាត់ពីវិស័យសិល្បៈខ្លាំងដែលបាត់មុខឈឹងទាំងវិស័យសម្ដែងក៏ដូចជាអាជីពពិធីការនីក្នុងកម្មវិធីផ្សេងស្របពេលបាត់មុខលើវិថីសិល្បៈនេះដែរក្រឡេកទៅមើលជីវិតឯកជនរបស់តារាសម្ដែងស្រីរូបនេះឃើញថានាងកំពុងសង្ងំចាយជីវិតយ៉ាងរីករាយហាយសូនិងថែរូបសម្រស់នៅតែស្រស់ស្អាតស្រស់ថ្លាវ័យក្មេងដែលដោយឡែកត្បិតតែកញ្ញាគង់វង្សយ៉ាទីមិនមានវត្តមានក្នុងអាជីពសិល្បៈដូចមុនមែនតែយូរម្ដងក៏តែងឃើញនាងបង្ហាញវត្តមានចូលរួមកម្មវិធីផ្សេងជាមួយមិត្តអ្នកសិល្បៈដទៃផងដែរជាក់ស្ដែងថ្មីនេះតារាស្រីរូបនេះក៏បានឃើញចូលរួមក្នុងកម្មវិធីទិវាវប្បធម៌3មីនាលេខទី72ក្នុងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតជួបជុំជាមួយសិល្បករការនីជាច្រើន